ក្រុមហ៊ុន World Brick និងក្រុមហ៊ុន Cambodia Airport ដែលជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ក្រុមហ៊ុន Vinci Airport នៅថ្ងៃទី21 ខែកក្កដាឆ្នាំ2026បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា MOU ដើម្បីសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឃ្លាំងស្តុកទំនិញនិងសកម្មភាពអាជីវកម្មពាក់ព័ន្ធនៅលើអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុពិធីចុះហត្ថលេខានេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅហាវណ្ណារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលអ្នកអង្គការសៀងរិទ្ធីប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុន World Brick និងលោក Julian Bird នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airport នៅសន្តាគារ Shangri-La រាជធានីភ្នំពេញអ្នកអង្គការសៀងរិទ្ធីប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុន World Brick បានមានប្រសាសន៍ថានេះមិនមែនជាការបញ្ចប់ការងារធ្វើកិច្ចព្រមព្រៀងនោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃកិច្ចសន្ទនាក្រុងព្រះសីហនុគឺជាចំណុចប្រសព្វដ៏កម្រមួយដែលកំពុងផែនទឹកជ្រៅរបស់ប្រទេសកម្ពុជាតភ្ជាប់នឹងអាកាសយានដ្ឋានអន្តរជាតិហើយពួកយើងជឿជាក់ថាវានឹងអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹកនិងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Vinci Airportនាំមកនៅជំនាញជាសកលក្នុងប្រតិបត្តិការនិងការអភិវឌ្ឍអាកាសយានដ្ឋានហើយនៅពេលដែលផ្គូផ្គងជាមួយចំណេះដឹងក្នុងស្រុករបស់ក្រុមហ៊ុន World Brick យើងមានមូលដ្ឋានត្រឹមត្រូវក្នុងការវិតម្លៃឱកាសនេះលោក Julian Bird នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airport បានមានប្រសាសន៍ថាយើងមានគោលបំណងពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមយន្តហោះពង្រឹងសមត្ថភាពគ្រប់គ្រងទំនិញដឹកតាមយន្តហោះផ្ដល់នូវភាពបត់បែននិងប្រសិទ្ធភាពដែលតម្រូវឲ្យមានដើម្បីភាពរីកចម្រើនជាបន្តបន្ទាប់នៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសលោកមានទំនុកចិត្តថាភាពជាដៃគូដែលទំនើបនឹងបង្កើតឡើងរវាង World Brick និង Cambodia Airport នឹងបង្កើតតម្លៃយូរអង្វែងសម្រាប់ស្ថាប័នទាំងពីរព្រមទាំងពង្រឹងជំហររបស់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌល Logistics និងពាណិជ្ជកម្មក្នុងតំបន់ក្នុងរយៈពេលប្រមាណខែខាងមុខនេះក្រុមការងាររបស់ក្រុមហ៊ុនទាំងពីរនឹងសិក្សាឱកាសរួមគ្នានិងអភិវឌ្ឍចក្ខុវិស័យគម្រោងរួមគ្នាភាពជាដៃគូនេះគឺដើរស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលដែលចង់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធ Logistics កាន់តែរឹងមាំជាអាទិភាពសម្រាប់ការទាក់ទាញការវិនិយោគការគ្រប់គ្រងដល់ក្រុមហ៊ុននាំចេញនិងការបង្កើតការងារគូបញ្ជាក់ថាអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន World Brick ជាមួយ Cambodia Airport នៅពេលនេះគឺជាការបង្កើតក្របខ័ណ្ឌមួយដើម្បីឲ្យក្រុមហ៊ុនទាំងពីរសិក្សាពីរបៀបដែលមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឃ្លាំងនិងទីតាំង Logistics អាចត្រូវបានអភិវឌ្ឍនៅលើដីព្រលានយន្តហោះព្រមទាំងពិនិត្យមើលលទ្ធភាពនៃអ្វីដែលអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹកនិងផ្លូវអាកាសដ៏ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនិងអាកាសយានដ្ឋានអន្តរជាតិ